រដូវវស្សាចូលមកហើយនៅឡើយតែភ្លៀងមិនទាន់មានគ្រប់គ្រាន់សម្រាប់បងប្អូនប្រជាកសិករយើងបាទអញ្ចឹងមានតែការបូមទឹកបាទចេញពីអណ្ដូងបាទហើយយើងមើលទៅក្បាលវីដេអូនឹងតិចទៅដឹងហើយថាគាត់ប្រឆេះគឺសឹងថារាល់តែថ្ងៃតែម្ដងសារវាមិនទាន់មានភ្លៀងគ្រប់គ្រាន់ហើយដំណាំពោតនៅដំណាក់កាលនេះនៅខាងខ្ញុំនេះគឺតំបន់ដែលគេដាំមុនវាកំពុងតែផ្លែហើយបាទអញ្ចឹងបញ្ហាទឹកគឺជាកត្តាសំខាន់បន្តមួយទៀតនៅពេលដែលដំណាក់កាលនេះសំខាន់មែនទែនបាទព្រោះវាត្រូវការផ្ដល់មកផ្លែនឹងខ្លាំងទៅការបំពេញទឹកបំពេញគ្រាប់នឹងឲ្យវាល្អប្រសើរអញ្ចឹងណាទោះជាយើងមានជីក៏ដោយប៉ុន្តែបើយើងមិនមានទឹកគ្រប់គ្រាន់ក៏មិនល្អដែររដូវវស្សាចូលមកហើយនៅឡើយតែភ្លៀងមិនទាន់មានគ្រប់គ្រាន់សម្រាប់បងប្អូនប្រជាកសិករយើងបាទអញ្ចឹងមានតែការបូមទឹកបាទចេញពីអណ្ដូងបាទហើយយើងមើលទៅក្បាលវីដេអូនឹងតិចទៅដឹងហើយថាគាត់ប្រឆេះគឺសឹងថារាល់តែថ្ងៃតែម្ដងសារវាមិនទាន់មានភ្លៀងគ្រប់គ្រាន់ហើយដំណាំពោតនៅដំណាក់កាលនេះនៅខាងខ្ញុំនេះគឺតំបន់ដែលគេដាំមុនវាកំពុងតែផ្លែហើយបាទអញ្ចឹងបញ្ហាទឹកគឺជាកត្តាសំខាន់បន្តមួយទៀតនៅពេលដែលដំណាក់កាលនេះសំខាន់មែនទែនបាទព្រោះវាត្រូវការផ្ដល់មកផ្លែនឹងខ្លាំងទៅការបំពេញទឹកបំពេញគ្រាប់នឹងឲ្យវាល្អប្រសើរអញ្ចឹងណាទោះជាយើងមានជីក៏ដោយប៉ុន្តែបើយើងមិនមានទឹកគ្រប់គ្រាន់ក៏មិនល្អដែរ